ខ្ញុំសូមអនុញ្ញាតគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅក្នុងកម្មវិធី Safarel Safarel របស់យើងនៅល្ងាចនេះក៏ដូចជាបងប្អូនទាំងអស់គ្នាដែលបានមកចូលរួមនៅផ្សារទំនើប Eon Mall ដូចគ្នាបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានរីករាយទស្សនាក៏ដូចជាកំសាន្តជាមួយនឹងក្រុមកំប្លែងរបស់យើងហើយនឹងកម្មវិធីរបស់យើងតាំងពីព្រឹករហូតមកដល់ល្ងាចនេះយើងកម្មវិធីជាបន្តគឺជាកម្មវិធីចែករំលែកចំណេះដឹងជាពិសេសយើងបានមានការចូលរួមពីសំណាក់វិជ្ជបណ្ឌិតរបស់យើងទាំងពីររូបគឺទី1គឺលោកស្រីគឺលោកវិជ្ជបណ្ឌិតទីសវណ្ណរតន៍ហើយនឹងលោកវិជ្ជបណ្ឌិតកុយវិរិទ្ធចា៎នេះខ្ញុំសូមអនុញ្ញាតវិជ្ជបណ្ឌិតទីសវណ្ណរតន៍ណែនាំខ្លួនទៅដល់ទស្សនិកជនរបស់យើងចា៎ចាជាបឋមនាងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន PPM ពិសេសគឺក្នុងកម្មវិធី Safarel ចាដែលបានផ្ដល់កិត្តិយសដល់នាងខ្ញុំធ្វើបទបង្ហាញនៅក្នុងថ្ងៃនេះអញ្ចឹងនាងខ្ញុំសូមណែនាំខ្លួននាងខ្ញុំជាវិជ្ជបណ្ឌិតទីសវណ្ណរតន៍ឯកទេសខាងផ្នែកសម្ភពរោគស្ត្រីផ្នែកវិបត្តិអត់កូននិងអេកូសាស្ត្រទារកក្នុងផ្ទៃដែលនាងខ្ញុំបច្ចុប្បន្នជាប្រធាននៅមន្ទីរសម្រាប់ព្យាបាលមាតាចាអញ្ចឹងដើម្បីកុំឲ្យយើងខាត់ពេលវេលាយូរយើងទាំងអស់គ្នានឹងចាំស្ដាប់ក៏ដូចជាបងប្អូនទាំងអស់គ្នាអាចមានសំណួរកាត់បដានៅពេលដែលវិជ្ជបណ្ឌិតទីសវណ្ណរតន៍លោកនឹងធ្វើការបត់បង្ហាញអំពីបញ្ហាតាក់ទងជាមួយនឹងជំងឺស្ងួតទ្វារមាសនៅលើស្ត្រីចាសូមគោរពអញ្ជើញអញ្ចឹងនៅក្នុងថ្ងៃនេះនាងខ្ញុំសូមចែករំលែកចំណេះដឹងតាក់ទងជាមួយនឹងជំងឺស្ងួតទ្វារមាសលើស្ត្រីចាអញ្ចឹងនៅក្នុងករណីដែលស្ត្រីគាត់នៅក្នុងករណីដែលយើងនិយាយអំពីបញ្ហាប្រដាប់ភេទរបស់ស្ត្រីនាងខ្ញុំគិតថាអាចនៅជាឧបសគ្គនៅឡើយដល់ស្ត្រីមួយចំនួនដែលគាត់នៅមានភាពអៀនខ្មាស់តាក់ទងជាមួយនឹងការនិយាយពីបញ្ហារបស់ប្រដាប់ភេទដូចនេះហើយអាចធ្វើឲ្យស្ត្រីមួយចំនួនគាត់មិនបានទទួលនៅការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវនិងទទួលការធ្វើការព្យាបាលបានត្រឹមត្រូវដូចនេះអាចនឹងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពរបស់ស្ត្រីហើយក៏អាចមានការជះឥទ្ធិពលទៅលើសុខភាពបន្តពូជនិងអាចជះឥទ្ធិពលទៅលើសុខភាពសង្គមទាំងមូលដែរចាអញ្ចឹងតើស្ត្រីណាខ្លះដែលគាត់ធ្លាប់មានបញ្ហាដូចជារមាស់ទ្វារមាសស្ងួតទ្វារមាសឈឺនៅក្នុងប្រដាប់ភេទឬក៏ហាមទ្វារមាសឬក៏មានការឈឺចុកចាប់នៅក្នុងពេលការរួមភេទឬក៏ក្នុងករណីស្ត្រីមួយចំនួនគាត់មានរោគសញ្ញាដូចជាបត់ជើងតូចញាប់ឬក៏មានអារម្មណ៍ថាបត់ជើងតូចហើយតែដូចអត់អស់ចាអញ្ចឹងតើរោគសញ្ញាទាំងអស់នេះវាបណ្ដាលមកពីមូលហេតុអ្វីហើយវាមានការព្យាបាលដូចម្ដេចអញ្ចឹងរោគសញ្ញាដែលនាងខ្ញុំរៀបរាប់ប្រាប់អំបញ្ញមិញនេះតាមពិតទៅមានស្ត្រីមួយចំនួនដែលគាត់បានធ្លាប់ទៅពិភាក្សាជាមួយនឹងគ្រូពេទ្យហើយនឹងទទួលការព្យាបាលប៉ុន្តែករណីមួយចំនួនគាត់ដូចថាព្យាបាលទៅនៅតែរងនៅអាសញ្ញានឹងដដែលដោយមិនជាដាច់ហើយករណីមួយចំនួនរហូតដល់គ្រូពេទ្យខ្លះគាត់បណ្ឌិតមើលទៅគាត់ថាហាក់បីដូចជាអត់មានបញ្ហាអ្វីទេប៉ុន្តែស្ត្រីនៅតែគាត់មានការរំខាននៅរោគសញ្ញាទាំងអស់នេះអញ្ចឹងគ្រូពេទ្យខ្លះរហូតដល់គាត់មានការយកទឹកនោមទៅបណ្ដោះមើលមេរោគក្នុងទឹកនោមដើម្បីទាត់ចោលថាអត់មានការរលាកផ្លោកនោមគ្រូពេទ្យខ្លះរហូតដល់គាត់មានការបៀកសយកទៅបណ្ដោះមេរោគនៅក្នុងទ្វារមាសរបស់ស្ត្រីដែលរោគអត់មានឃើញមានមេរោគអីសោះតែស្ត្រីនៅតែគាត់មានការរំខានរោគសញ្ញាទាំងអស់នេះអញ្ចឹងរោគសញ្ញាទាំងអស់នេះហើយដែលគេហៅថាជារោគសញ្ញានៃជំងឺស្ងួតទ្វារមាសអញ្ចឹងតើជំងឺស្ងួតទ្វារមាសនេះបណ្ដាលមកពីមូលហេតុអ្វីហើយអញ្ចឹងដើម្បីឈានទៅដល់មូលហេតុឈានមុននឹងខ្ញុំបញ្យល់តាក់ទងជាមួយនឹងមូលហេតុនៃការស្ងួតទ្វារមាសនាងខ្ញុំសូមធ្វើការបញ្យល់អ្វីដែលហៅថាទ្វារមាសរបស់ស្ត្រីនិងអ្វីដែលជាគេហៅថាសុខភាពទ្វារមាសស្ត្រីមានសុខភាពល្អនិងសុខភាពទ្វារមាសស្ត្រីដែលមានបញ្ហាហើយនឹងតើទ្វារមាសសុខភាពទ្វារមាសរបស់ស្ត្រីមានការប្រែប្រួលដូចម្ដេចខ្លះទៅតាមវ័យអញ្ចឹងនាងខ្ញុំនឹងធ្វើការបញ្យល់ទាំង3ប្រភេទនេះមុននឹងយើងឈានទៅដល់ថាមូលហេតុដែលនាំឲ្យទ្វារមាសស្ងួតចាអញ្ចឹងនេះគឺជាប្រដាប់ភេទរបស់ស្ត្រីដែលរូបភាពនេះបានន័យថាធម្មតាយើងមានទ្វារមាសខាងក្រោមមានរុនទ្វារមាសឬក៏រុនរួមភេទអញ្ចឹងទាំងទ្វារមាសខាងក្រោមនិងរុនរួមភេទនេះគឺគេហៅថាជាតំបន់ទ្វារមាសរបស់ស្ត្រីហើយនេះគឺជាតួស្បូនហើយនឹងមានដៃស្បូនស្ដាំឆ្វេងនិងមានកសោមេជីវិតស្ដាំឆ្វេងអញ្ចឹងរូបភាពនេះយើងកាត់ចែកចេញជាពីរដែលមួយចំហៀងនេះយើងឃើញថាមានពណ៌មួយចំហៀងទៀតគឺស្លេក
អញ្ចឹងមួយចំហៀងដែលមានពណ៌នេះគេហៅថាទ្វារមាសរបស់ស្ត្រីដែលមានសុខភាពល្អអញ្ចឹងទ្វារមាសស្ត្រីដែលមានសុខភាពល្អបានន័យថាគឺមានកម្រាស់ទ្វារមាសនឹងក្រាស់ហើយនឹងមានភាពរំអិលនៅលើទ្វារមាសបន្ទាប់មកទៀតគឺវាមានភាពអេឡាស្ទិកល្អហើយនឹងវាមានពណ៌ចំពោះទ្វារមាសស្ត្រីដែលមានសុខភាពល្អឬក៏យើងហៅថាទ្វារមាសស្ងួតបានន័យថាស្ទាប់ទ្វារមាសស្ដើងដោយសារកោសិកាអត់សូវមានហើយវាស្រៀងស្លេកដោយសារតែអត់សូវមានសរសៃឈាមមកចិញ្ចឹមហើយនឹងមិនសូវមានភាពរអិលនៅលើភ្នាសរបស់ទ្វារមាសទេហើយវាមានភាពរួមតូចចង្អៀតដោយសារតែវាអត់មានភាពអេឡាស្ទិកអញ្ចឹងនៅក្នុងរូបភាពបន្ទាប់ទៀតគឺនាងខ្ញុំចង់បង្ហាញស៊ីជម្រៅតាក់ទងជាមួយនឹងជម្រៅនៃទ្វារតាក់ទងជាមួយនឹងជញ្ជាំងទ្វារមាសចាអញ្ចឹងនៅក្នុងជញ្ជាំងទ្វារមាសរបស់ស្ត្រីដែលមានសុខភាពល្អយើងឃើញថាស្ទាប់កោសិកាគឺក្រាស់ហើយនឹងមានពណ៌បៃតងនេះគឺជាប្រព័ន្ធភាគស៊ាំគឺជាប្រភេទបាក់តេរីដូចគ្នាវាជាប្រភេទបាក់តេរីប៉ុន្តែវាអត់បង្កឲ្យមានរោគសញ្ញារំខានដល់ស្ត្រីទេអញ្ចឹងវាដើរតួនាទីជាប្រព័ន្ធភាគស៊ាំចំពោះមួយចំហៀងទៀតវាគឺជាប្រភេទទ្វារមាសដែលមានបញ្ហាឬក៏ហៅថាទ្វារមាសស្ងួតបានន័យថាស្ទាប់កោសិកាល្អអត់សូវមានទេវាសម្បូរទៅដោយកោសិកាងាប់ឬក៏កោសិកាខូចហើយប្រព័ន្ធបាក់តេរីល្អដែលហៅប្រព័ន្ធភាគស៊ាំហ្នឹងគឺវាអត់សូវមានវាបែរជាមានពពួកបាក់តេរីផ្សេងដែលបង្ករោគបំផ្លាញស្ទាប់កោសិកាទៅវិញអញ្ចឹងក្រោយពីយើងយល់អ្វីដែលជាទ្វារមាសរបស់ស្ត្រីហើយនឹងទ្វារមាសស្ត្រីដែលមានសុខភាពល្អនិងទ្វារមាសស្ត្រីដែលមានបញ្ហាហើយនៅក្នុងនេះនាងខ្ញុំចង់បញ្យល់ពីមេកានីសដែលធ្វើឲ្យទ្វារមាសរបស់ស្ត្រីមានសុខភាពល្អហើយនឹងមេកានីសមិនបានធ្វើឲ្យទ្វារមាសរបស់ស្ត្រីនឹងមានបញ្ហាអញ្ចឹងនៅក្នុងផ្នែកខាងលើគឺជាមេកានីសដែលធ្វើឲ្យទ្វារមាសរបស់ស្ត្រីមានសុខភាពល្អមេកានីសដែលធ្វើឲ្យទ្វារមាសរបស់ស្ត្រីមានសុខភាពល្អនាងខ្ញុំសូមបង្ហាញនៅតួអង្គសំខាន់តួអង្គទី1គេហៅថាអឺស្ត្រូហ្សែនអរម៉ូនអឺស្ត្រូហ្សែននេះគឺវាបញ្ចេញពីកន្សោមេជីវិតរបស់ស្ត្រីហើយវាចាប់ផ្ដើមមានមុខងារនៅពេលដែលស្ត្រីចាប់ផ្ដើមពេញវ័យរហូតដល់ស្ត្រីអស់រដូវតាក់ទងជាមួយនឹងតួអង្គទី2គឺស្ទាប់កោសិកាអឺស្ត្រូហ្សែនគឺវាជួយជំរុញឲ្យមានការលូតលាស់នៅស្ទាប់កោសិកានៅតំបន់ទ្វារមាសរបស់ស្ត្រីនៅពេលដែលកោសិកាលូតលាស់ល្អវានឹងបញ្ចេញនៅជាតិសំណើមឬក៏ជាតិរំអិលនៅពីលើស្ទាប់កោសិកាដើម្បីការពារស្ទាប់កោសិកាពីពពួកបាក់តេរីផ្សេងទៀតដែលនៅក្នុងទ្វារមាសហើយស្ទាប់កោសិកាល្អគឺវាផលិតនៅប្រូតេអ៊ីនមួយដែលពណ៌ខៀវនេះដែលយើងហៅថា glycogen ចាពួកប្រូតេអ៊ីននេះពេលវាផលិតហើយវានឹងជួបជាមួយនឹងបាក់តេរីនៅក្នុងទ្វារមាសរបស់ស្ត្រីពិសេសគឺពពួកបាក់តេរីដែលយើងហៅឈ្មោះថា lactobacillus នេះឬក៏ហៅថា Flordodella ពួកហ្នឹងគឺជាពពួកបាក់តេរីល្អដែលយើងហៅថាប្រព័ន្ធភាគស៊ាំនឹងឯងចាពពួកបាក់តេរីហ្នឹងនៅពេលដែលជួបជាមួយនឹងអាប្រូតេអ៊ីន glycogen វានឹងបំលែងអាប្រូតេអ៊ីនហ្នឹងទៅជា lactic acid នៅពេលមានពួកអា lactic acid ច្រើននៅក្នុងទ្វារមាសវានឹងធ្វើឲ្យមជ្ឈដ្ឋានទ្វារមាសរបស់ស្ត្រីហ្នឹងគឺមានភាពអាស៊ីតបានន័យថា pH តូចជាង 4.5 អញ្ចឹងមជ្ឈដ្ឋានទ្វារមាសរបស់ស្ត្រីដែលមានសុខភាពល្អបានន័យថាមជ្ឈដ្ឋានអាស៊ីតបានន័យថាត្រូវតូចជាង 4.5 នៅពេលដែលមជ្ឈដ្ឋានទ្វារមាសរបស់ស្ត្រីអាស៊ីតល្អគឺវាជំរុញឲ្យប្រភេទបាក់តេរីល្អហ្នឹងកើនឡើងហើយវាធ្វើឲ្យអាបាក់តេរីផ្សេងនៅក្នុងតំបន់ទ្វារមាសដែលវាបង្ករោគហ្នឹងវាលាយបាត់វាងាប់បាត់ចាអញ្ចឹងអានេះគឺជាវដ្តនៃទ្វារមាសរបស់ស្ត្រីដែលមានសុខភាពល្អអញ្ចឹងក្នុងករណីដែលទ្វារមាសរបស់ស្ត្រីមានបញ្ហាបានន័យថាអរម៉ូនអឺស្ត្រូហ្សែនហ្នឹងវាចាប់ផ្ដើមថយចុះអញ្ចឹងវាអាចមានកត្តាច្រើនដែលធ្វើឲ្យអរម៉ូនអឺស្ត្រូហ្សែនហ្នឹងថយចុះដែលនាងខ្ញុំនឹងនិយាយនៅក្នុង slide បន្តទៀតជូនដែលជាមូលហេតុនៃការធ្វើឲ្យមានជំងឺស្ងួតទ្វារមាសចាអញ្ចឹងនៅពេលដែលអរម៉ូនអឺស្ត្រូហ្សែនធ្លាក់ចុះអញ្ចឹងវាធ្វើឲ្យការផលិតកោសិកាអត់បានល្អអញ្ចឹងការណាផលិតកោសិកាអត់បានល្អវាធ្វើឲ្យមានការផលិតនៅប្រូតេអ៊ីន glycogen អត់បានល្អអញ្ចឹងវាធ្វើឲ្យមានការអត់មានការផលិតនៅអាជាតិសបោកដើម្បីការពារភ្នាសរបស់កោសិកាបានល្អអញ្ចឹងវាធ្វើឲ្យមេរោគផ្សេងទៀតដែលនៅក្នុងទ្វារមាសហ្នឹងវាចូលមកបំផ្លាញកោសិកាអញ្ចឹងនៅពេលដែលវាចូលបំផ្លាញកោសិកាវារត់តែធ្វើឲ្យស្ទាប់កោសិកាហ្នឹងកាន់តែខូចទៅអត់មានអ្វីដែលសម្រាប់ផលិតនៅអាពួក protein glycogen ដែលសម្រាប់
បំលែងទៅជាឡាក់ទីអាស៊ីតដែលជួយរក្សាមជ្ឈដ្ឋានទ្វារមាសឲ្យមានភាពអាស៊ីតនៅពេលដែលមជ្ឈដ្ឋានទ្វារមាសរបស់ស្ត្រីអត់មានភាពអាស៊ីតល្អវាធ្វើឲ្យបាក់តេរីដែលបង្ករោគហ្នឹងវាកាន់តែរីកលូតលាស់ហើយវាបំផ្លាញបាក់តេរីល្អដែលជាប្រព័ន្ធភាពស៊ាំរបស់យើងនៅក្នុងទ្វារមាសរបស់ស្ត្រីអញ្ចឹងវាធ្វើឲ្យកាន់តែខូចនៅស្រទាប់កោសិកានៅក្នុងទ្វារមាសរបស់ស្ត្រីចាអញ្ចឹងនេះគឺជាមេកានីសនៃសុខភាពទ្វារមាសស្ត្រីសុខភាពល្អនិងមេកានីសដែលធ្វើឲ្យទ្វារមាសរបស់ស្ត្រីមានសុខភាពអត់ល្អបន្តមកទៀតគឺនាងខ្ញុំសូមបញ្យល់តាក់ទងជាមួយនឹងសុខភាពទ្វារមាសរបស់ស្ត្រីទៅតាមវ័យចាអញ្ចឹងយើងចែកចេញជា4វ័យទី1គឺវ័យកុមារភាពទី2គឺវ័យដែលថាចាប់ផ្ដើមពេញវ័យបន្ទាប់មកទៀតក្នុងវ័យដែលយើងពោពោះបន្ទាប់មកទៀតគឺក្នុងវ័យដែលយើងអស់រដូវអញ្ចឹងនៅក្នុងវ័យកុមារភាពជាមួយនឹងវ័យអស់រដូវវាប្រហាក់ប្រហែលគ្នាបានន័យថាមិនស្រទាប់កោសិកាគឺស្ដើងបន្ទាប់មកទៀតគឺអរម៉ូនអេស្ត្រូហ្សែនគឺវាអត់វាមានខ្សោយហើយនឹងការផលិតនៅស្រទាប់កោសិកាស្ដើងអញ្ចឹងវាអត់សូវមានការផលិតនៅប្រូតេអ៊ីនក្លីកូហ្សែនហើយអញ្ចឹងវាធ្វើឲ្យ pH នៅក្នុងទ្វារមាសរបស់ស្ត្រីហ្នឹងគឺអត់សូវមានភាពអាស៊ីតល្អអញ្ចឹងវាធ្វើឲ្យអាមេរោគផ្សេងទៀតនៅក្នុងទ្វារមាសរបស់ស្ត្រីដែលបង្ករោគហ្នឹងវាកើនឡើងហើយធ្វើឲ្យមេរោគល្អនៅក្នុងទ្វារមាសរបស់ស្ត្រីដែលជាប្រព័ន្ធភាពស៊ាំហ្នឹងធ្លាក់ចុះចាអញ្ចឹងអានេះគឺជាពពួកបាក់តេរីដែលគេរកឃើញនៅក្នុងទ្វារមាសរបស់ស្ត្រីនៅក្នុងវ័យកុមារភាពហើយអានេះគឺជាប្រភេទបាក់តេរីនៅក្នុងស្ត្រីដែលគាត់អស់រដូវអញ្ចឹងស្ត្រីដែលអស់រដូវជាមួយស្ត្រីដែលនៅក្នុងវ័យកុមារភាពគឺប្រហាក់ប្រហែលគ្នាតាក់ទងជាមួយនឹងសុខភាពទ្វារមាសបន្ទាប់មកទៀតតាក់ទងជាមួយនឹងស្ត្រីដែលក្នុងវ័យបន្តពូជឬក៏ក្នុងពេលដែលគាត់ពោះយើងសង្កេតឃើញថាវាប្រហាក់ប្រហែលគ្នាដែរបានន័យថាស្រទាប់កោសិកាហ្នឹងគឺវាឡើងក្រាស់ល្អដោយសារតែមានដំណើរការនៃអរម៉ូនអេស្ត្រូហ្សែនហើយបន្ទាប់មកទៀតគឺវាបញ្ចេញនៅជាតិរំអិលច្រើននៅលើភ្នាសនៃកោសិកាទ្វារមាសអញ្ចឹងវាធ្វើឲ្យទ្វារមាសមានសំណើមហើយនឹងវាមានការបញ្ចេញនៅប្រូតេអ៊ីនក្លីកូហ្សែនហ្នឹងច្រើនហើយវាជួយរក្សាមជ្ឈដ្ឋានទ្វារមាសរបស់ស្ត្រីហ្នឹងមានភាពអាស៊ីតល្អអញ្ចឹងវាបង្កើននៅពពួកបាក់តេរីល្អនៅក្នុងទ្វារមាសរបស់ស្ត្រីហើយវាបំផ្លាញនៅអាបាក់តេរីដែលបង្ករោគនៅក្នុងទ្វារមាសរបស់ស្ត្រីដោយឡែកអានេះខ្ញុំចង់បើកវងកញ្ចក់បន្តិចតាក់ទងមួយក្នុងទ្វារមាសរបស់ស្ត្រីបានន័យថាវាមានប្រភេទបាក់តេរីច្រើននៅក្នុងហ្នឹងដែលវាក៏មានប្រព័ន្ធភាពស៊ាំដែលវាជាប្រភេទបាក់តេរីដូចគ្នាតែវាជាប្រភេទបាក់តេរីល្អវាការពារមិនឲ្យបាក់តេរីផ្សេងទៀតមកបំផ្លាញអាស្រទាប់កោសិកាចាអញ្ចឹងអានេះគឺជាប្រភេទបាក់តេរីដែលយើងច្រើនជួបនៅក្នុងទ្វារមាសរបស់ស្ត្រីក្នុងវ័យបន្តពូជនិងប្រភេទបាក់តេរីដែលយើងច្រើនជួបនៅក្នុងទ្វារមាសរបស់ស្ត្រីក្នុងវ័យដែលគាត់ពោះចាអញ្ចឹងបើយើងនិយាយអំពីបញ្ហាទ្វារមាសស្ងួតភាគរយច្រើនគឺយើងតែងតែគិតដល់មុនគេគឺស្ត្រីអស់រដូវចាអញ្ចឹងនេះនាងខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹងរូបភាពដែលបញ្ជាក់នៅសុខភាពទ្វារមាសរបស់ស្ត្រីមុនអស់រដូវហើយនិងរូបភាពដែលបញ្ជាក់ពីទ្វារមាសរបស់ស្ត្រីដែលអស់រដូវចាអញ្ចឹងតាក់ទងជាមួយទ្វារមាសស្ត្រីដែលមុនអស់រដូវបានន័យថាគាត់ដំណើរការកសោមេជីវិតរបស់គាត់គឺនៅល្អអញ្ចឹងគាត់មានការផលិតនៅអរម៉ូនអេស្ត្រូហ្សែនអញ្ចឹងអរម៉ូនអេស្ត្រូហ្សែននេះគឺវាជួយផលិតនៅកោសិកាទ្វារមាសហ្នឹងឲ្យក្រាស់ល្អហើយមានសរសៃឈាមច្រើនទៅចិញ្ចឹមបានស្រទាប់កោសិកាហ្នឹងបានល្អអញ្ចឹងវាធ្វើឲ្យទ្វារមាសរបស់ស្ត្រីមុនអស់រដូវហ្នឹងគឺមានពណ៌ហ្នឹងដោយសារមានសរសៃឈាមហើយវាបង្កើតនៅភាពអេឡាស្ទិកនៅក្នុងទ្វារមាសរបស់ស្ត្រីបានល្អវាជួយផ្ដល់នូវភាពសំណើមធ្វើឲ្យការរួមភេទគឺមានការបញ្ចេញនៅជាតិរំអិលបានល្អច្រើនហើយនឹងធ្វើឲ្យ pH នៅក្នុងទ្វារមាសរបស់ស្ត្រីមុនអស់រដូវហ្នឹងគឺមានភាពអាស៊ីតល្អបន្ទាប់មកទៀតចំពោះទ្វារមាសស្ត្រីដែលគាត់អស់រដូវដោយសារតែអរម៉ូនអេស្ត្រូហ្សែនបញ្ចេញពីអូវែរបស់គាត់ហ្នឹងគឺខ្សោមេជីវិតរបស់គាត់ហ្នឹងគឺធ្លាក់ចុះអញ្ចឹងធ្វើឲ្យការផលិតនៅកោសិកានៅក្នុងទ្វារមាសហ្នឹងស្ដើងហើយអត់សូវមានសរសៃឈាមចិញ្ចឹមអញ្ចឹងវាអាចមានពណ៌ស្លេកបន្ទាប់មកទៀតគឺវាអត់សូវមានភាពអេឡាស្ទិកល្អអញ្ចឹងធ្វើឲ្យមានការឈឺហើយនឹងមិនសូវមានភាពសំណើមនៅក្នុងពេលរួមភេទហើយបន្ទាប់មកទៀតគឺវាធ្វើឲ្យ pH នៅក្នុងទ្វារមាសរបស់ស្ត្រីអស់រដូវហ្នឹងគឺគាត់អត់សូវមានជាតិអាស៊ីតល្អទេចាអញ្ចឹងតើរាល់ជំងឺទ្វារមាសស្ងួតលើស្ត្រីយើងជួបតែនៅលើស្ត្រីអស់រដូវមិនមែនអត់ទេចាអញ្ចឹងស្ត្រីមិនទាន់អស់រដូវក៏យើងអាចជួបដែរបញ្ហានេះចាអញ្ចឹងក្នុងករណីអ្វីខ្លះដែលយើងអាចជួបដូចជាក្នុងករណីដែលស្ត្រីគាត់លើសទម្ងន់ខ្លាំង
ពីព្រោះស្ត្រីដែលគាត់លើសទម្ងន់ខ្លាំងវាធ្វើឲ្យអរម៉ូនអេស្ត្រូហ្សែនគាត់នឹងធ្លាក់ចុះអញ្ចឹងវាធ្វើឲ្យទ្វារមាសរបស់ស្ត្រីនឹងគឺមានសុខភាពអត់ល្អដូចគ្នាដែរនៅក្នុងករណី stress ក៏វាអាចធ្វើឲ្យអរម៉ូនអេស្ត្រូហ្សែនធ្លាក់ចុះដែរហើយក្នុងករណីដែលស្ត្រីគាត់ពិសាស្រាលច្រើនឬក៏គាត់ជក់បារីច្រើនធ្វើឲ្យការផលិតជាតិសំណើមនៅក្នុងទ្វារមាសរបស់គាត់នឹងអត់បានល្អទេក្នុងករណីដែលស្ត្រីគាត់មានជំងឺរលាកសន្លាក់ឬក៏ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងក៏អាចជាអត្តពលទៅលើការផលិតជាតិសំណើមនៅក្នុងទ្វារមាសរបស់ស្ត្រីក៏អត់បានល្អដែរបន្ទាប់មកទៀតគឺការបំបៅដោះកូនការបំបៅដោះកូនគឺវាធ្វើឲ្យអរម៉ូនអេស្ត្រូហ្សែននឹងធ្លាក់ចុះអញ្ចឹងក៏អាចធ្វើឲ្យទ្វារមាសរបស់ស្ត្រីមានសុខភាពអត់ល្អដែរហើយនឹងករណីមួយចំនួនទៀតដែលស្ត្រីគាត់មានការប្រើប្រាស់ថ្នាំមួយចំនួនដូចជាថ្នាំពជាកណើតវាអាចធ្វើឲ្យអរម៉ូនអេស្ត្រូហ្សែននៅក្នុងខ្លួនរបស់ស្ត្រីធ្លាក់ចុះឬក៏ក្នុងករណីគាត់មានការប្រើប្រាស់ថ្នាំមួយចំនួនដែលវាជួយកាត់បន្ថយសំណើមអញ្ចឹងក៏វាធ្វើឲ្យសុខភាពទ្វារមាសរបស់ស្ត្រីអត់បានល្អដែរចាអញ្ចឹងបន្ទាប់មកទៀតតើដំណោះស្រាយហើយនឹងការព្យាបាលដូចម្ដេចទៅលើជំងឺស្ងួតទ្វារមាសចាអញ្ចឹងទី1ស្ត្រីគួរតែត្រូវផ្លាស់ប្ដូរទម្លាប់មួយចំនួនបានណាគាត់ត្រូវព្យាយាមញ៉ាំទឹកឲ្យបានច្រើនចាយ៉ាងហោចក៏2លីត្រឬក៏2លីត្រកន្លះទៅ3លីត្រក្នុងមួយថ្ងៃអាហ្នឹងគឺបានន័យថាធ្វើឲ្យសុខភាពល្អបន្ទាប់មកទៀតគាត់ជៀសវាងនៅវត្ថុដែលងាយប្រតិកម្មពិសេសស្ត្រីដែលគាត់ចូលចិត្តប្រើប្រាស់នៅវត្ថុដែលធ្វើឲ្យមានក្លិនក្រអូបនៅលើតំបន់ទ្វារមាសរបស់គាត់ចាហើយនឹងធ្វើនឹងគាត់មានការរួមភេទឲ្យបានញឹកញាប់ដើម្បីបង្កើននូវភាពរំអិលច្រើនតាមធម្មជាតិនិងបន្ទាប់មកទៀតគឺស្ត្រីអាចមានការប្រើប្រាស់នៅទឹករំអិលជំនួយដូចជាពពួក vaginal moisturizer ដែលវាជួយធ្វើឲ្យទ្វារមាសរបស់ស្ត្រីនឹងមានសំណើមបានរយៈពេលយូរឬក៏ water based lubricant ក៏វាជួយធ្វើឲ្យទ្វារមាសរបស់ស្ត្រីមានសំណើមពិសេសដែលគាត់ប្រើនៅក្នុងមុនពេលរួមភេទនិងករណីមួយចំនួនទៀតស្ត្រីអាចមានការប្រើប្រាស់ថ្នាំដែលមានជាប្រភេទថ្នាំអរម៉ូនអេស្ត្រូហ្សែនឬក៏ថ្នាំដែលអត់មានជាតិអរម៉ូនដូចជាពួក hyaluronic acid based gel ជាដើមករណីមួយចំនួនទៀតស្ត្រីខ្លះអាចនឹងទទួលការព្យាបាលដោយឡាស៊ែព្រោះការព្យាបាលដោយឡាស៊ែវាជួយរំញោចឲ្យមានការផលិតនៅកូឡាជែនអញ្ចឹងវាអាចធ្វើឲ្យទ្វារមាសរបស់ស្ត្រីមានសំណើមដែរតែតែមួយចំនួនទៀតគឺគាត់អាចមានការទទួលការព្យាបាលដោយគេចាក់ផ្លាស្មាចូលទៅក្នុងស្រទាប់ទ្វារមាសរបស់គាត់ដើម្បីជួយឲ្យមានការជំរុះកោសិកាចាស់បង្កើតកោសិកាថ្មីដើម្បីធ្វើឲ្យមានភាពសំណើមនៅក្នុងទ្វារមាសរបស់គាត់ដែរចាអញ្ចឹងការនិយាយតគ្នាហើយនឹងភាពប៉ັດការស្ងួតទ្វារមាសមានតែលើស្ត្រីអស់រដូវមិនមែនអត់ទេគឺមាននៅគ្រប់ស្ត្រីគ្រប់វ័យទាំងអស់តើការប្រើប្រាស់ទឹករំអិលគឺអាចជួយដោះស្រាយគ្រប់លើការស្ងួតទ្វារមាសរបស់ស្ត្រីឬអត់ទេវាអាចជួយបានមួយផ្នែកករណីមួយចំនួនគឺយើងត្រូវការប្រើប្រាស់ថ្នាំដើម្បីក្នុងការព្យាបាលទ្វារមាសស្ងួតរបស់ស្ត្រីអញ្ចឹងចំណុចដែលត្រូវចងចាំជំងឺស្ងួតទ្វារមាសជាជំងឺដែលកើតញឹកញាប់លើស្ត្រីហើយនឹងអាចព្យាបាលបានអាចព្យាបាលដោយថ្នាំមិនមានអរម៉ូនឬក៏ថ្នាំផ្ទុកអរម៉ូនការពិគ្រោះជាមួយអ្នកជំនាញគឺអាចជួយផ្ដល់យោបល់និងការដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់ការចាប់ផ្ដើមនៃការនិយាយគឺអាចកាត់បន្ថយនូវភាពអៀនខ្មាសនិងបង្កើនសុពលភាពក្នុងការរស់នៅរបស់ស្ត្រីចាអញ្ចឹងជាចុងក្រោយជំងឺស្ងួតទ្វារមាសជាជំងឺដែលយើងអាចគ្រប់គ្រងបាននិងព្យាបាលបានសូមកុំនៅស្ងៀមគួរនិយាយចេញមកដើម្បីបង្កើនសុពលភាពក្នុងការរស់នៅរបស់ស្ត្រីចាជាចុងក្រោយសូមជូនពរស្ត្រីគ្រប់រូបប្រកបដោយសុខភាពល្អចាអរគុណ